ហើយសីហាគេក៏បានបញ្ជាឲ្យទៅសម្លាប់វាសនាទៀតតែគេមិនមែនជាដៃគូរបស់វាសនានោះទេហើយក៏បានប្រយុទ្ធគ្នាទៅក៏ធ្វើឲ្យស្ដេចខ្មោចនោះក៏បានចាញ់វាសនាទៅផ្ដើមសាច់រឿងគឺមានប្តីប្រពន្ធ2នាក់ហើយក៏មានកូនប្រុសតូចៗ2នាក់ផងដែរកូនបងឈ្មោះវាសនាកូនប្អូនឈ្មោះសីហាថ្ងៃមួយប្តីក៏ដើរចេញពីផ្ទះបាត់ដើម្បីជួបជុំមិត្តភក្តិផឹកស៊ីសប្បាយមិនសូវគិតពីប្រពន្ធកូននោះទេឲ្យតែបានដើរផឹកស៊ីសប្បាយមកដល់ផ្ទះវិញគឺដឹងតែឆ្លោះគ្នាតែម្ដងអូពួកយើងបានហើយតាមលំនាយរត់ទៅផ្ទះរត់សំបាយទេតាម với thế ai từ con phải mà chăm nâng chăm chim từ អូទៅលើដាច់ទៅអានឹងពួកយើងឆាបានទៅផ្ទះវិញ ពួកគេក៏បានលើកដាច់ហើយក៏បានចែកផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញទៅពេលដែលគេបានទៅដល់ផ្ទះវិញ bơ miến bài men thực ai si ớt này nâng មើលបើកឆ្នាំងបើកអីមើលទៅដើរតតែយប់បានមកដល់ផ្ទះមកសំបីអត់មានគិតប្រពន្ធកូនអីមិនតិចសោះហ្មងហេ ôm trái tha com trái pra đào chôm đác chôm đằng ai chôm yếu pro pon mô ni mình men vô một tục ai pra đào thì với prap ai hai tơ តើមិនអោយថាយ៉ាងម៉េចបើបានដើរហើយមិនដែរគិតពីអ្នកផ្ទះអីមិនតិចសោះអញ្ចឹងហ្នឹង mô ni dê ta đại đặt đàn châm nung project chôm pro mình bàn tơ project nè ប្រយ័ត្នអីគេហ៎មិនចង់ធ្វើអីខ្ញុំមែន ai pro mình bàn tê slap tơ ប្តីក៏បានទាញកំបិតក៏បានទៅកាប់ប្រពន្ធខ្លួនឯងឲ្យដេកស្លាប់នៅមួយកន្លែងទៅដោយសារខ្លួនស្រវឹងអីផងនោះដើរមិនប្រយ័ត្នក៏បានធ្លាក់ពីលើផ្ទះក៏បានស្លាប់បាត់បង់ជីវិតផងទៅបន្សល់ទុកតែកូន2នាក់ឲ្យគ្នានៅកំព្រាទៅហើយអ្នកស្រកអ្នកភូមិក៏បានយកអ្នកទាំងពីរទៅធ្វើបុណ្យទៅហើយលោកតាដោយសារតែគាត់នៅម្នាក់ឯងផងនោះគាត់ក៏បានសុំក្មេងប្រុសទាំងពីរនាក់នោះយកមកចិញ្ចឹមទៅ វាទាំងអស់គ្នាក្មេងទាំងពីរនាក់នេះគួរឲ្យអាណិតខ្លាំងណាស់អញ្ចឹងខ្ញុំគិតថាសូមគេយកទៅចិញ្ចឹមហើយ វិញហើយយកទៅចោលមិនអីទេគ្នាកុំព្រាឪពុកម្ដាយផង ក្រោយពេលដែលលោកតាបានយកពួកគេទៅមើលថែរក្សាបង្ហាត់បង្រៀនក្បាច់គុណនិងដោះគ្រោះស្រោចទឹកឲ្យអ្នកស្រកអ្នកភូមិជាដើមពួកគេក៏បានចេះចាំបានច្រើនទៅ វាសនាចៅថ្ងៃនេះមានអ្នកជំងឺមូស្រោចទឹកឲ្យណៃចៅទួយរៀបចំចាំទទួលគាត់ផងណៃចៅពេលរសៀលបន្តិចទៀតនេះតាមានទុរៈត្រូវទៅក្រៅបន្តិចប្រហែលជាមិនបានមកវិញទេថ្ងៃនេះប្រហែលជាថ្ងៃស្អែកបានតាមកវិញ បាទលោកតាមិនអីទេលោកតា ហើយតាហាមណាកុំប៉ះពាល់កំពីនៅលើធ្នើណាប្រយ័ត្នមានគ្រោះថ្នាក់ណៃចៅ វាសនាដោយសារតែគេរៀនឆ្លាតជាងសីហាទើបលោកតាបណ្ដោយឲ្យគេព្យាបាលអ្នកជំងឺជំនួសគាត់ទៅលុះដល់យប់ឡើងសីហាគេក៏បានគិតមិនល្អដោយបានលួចយកគម្ពីររបស់លោកតាដែលបានហាមអ្នកទាំងពីរមិនឲ្យប៉ះពាល់នោះគេក៏បានលួចរៀនរហូតធ្វើឲ្យគេរៀនបែកដោយគ្មានគ្រូ គេក៏បានរត់ទៅចូលក្នុងព្រៃបាត់ហើយគេក៏បានធ្វើបាបវិញ្ញាណខ្មោចព្រៃទាំងអស់ឲ្យធ្វើជាបរិវាររបស់គេហើយស្ដាប់បង្គាប់គេទៀតផង អ
ពួកឯងទាំងអស់គ្នាត្រូវទៅធ្វើបាបអ្នកស្រុកអ្នកភូមិភ្លាមទៅ ពេលដែលលោកតាបានត្រឡប់មកវិញក៏បានសួរវាសនាថា វាសនាឯណាសីហាបានបាត់ទៅណាហើយហើយអ្វីបានជាមិនឃើញចឹង លោកតាខ្ញុំក៏មិនដឹងដែរថាគេបានបាត់ទៅណាតាំងពីពេលយប់មកម្លេះលោកតា ពេលដែលលោកតាបានដើរទៅមើលលើធ្នើក៏បានបាត់សៀវភៅគម្ពីរមួយក្បាលបាត់ទៅហើយក៏ដឹងថាសីហាបានលួចសៀវភៅយកទៅរៀនបាត់ទៅហើយគាត់ក៏បានប្រគល់សៀវភៅគម្ពីរមួយទៀតឲ្យទៅវាសនារៀនគម្ពីរមុនអាគមគូបាដើម្បីទុកការពារខ្លួនទៀតផង លុះដល់ពេលយប់ឡើងពពួកខ្មោចព្រៃក៏បានមកធ្វើបាបអ្នកស្រុកហើយបានសម្លាប់ទៀតផង ក្នុងភូមិយើងមានរឿងចម្លែកកើតឡើងឲ្យមានទាំងមនុស្សស្លាប់ឲ្យមានទាំងអ្នកជឿទៀតផងគិតទៅគួរឲ្យខ្លាចខ្លាំងណាស់ មែនហើយបើនៅតែអញ្ចឹងទៀតមិនដឹងថាពួកយើងរស់នៅបានសុខឬក៏អត់ទេមើលទៅ គេទាំងអស់គ្នាយប់នឹងហាមចេញទៅក្រៅសោះទោះជាលឺសំឡេងអ្វីក៏ដោយមិនត្រូវចេញជាដាច់ខាត ពេលយប់ក៏បានមកដល់ហើយពពួកខ្មោចព្រៃក៏បានមកទៀតវាសនាគេក៏បានប្រើគោបាអាគមរបស់គេឲ្យទៅដេញបកពពួកខ្មោចព្រៃឲ្យស្លាប់បាត់បង់ទៅ ពេលនោះសីហាគេក៏បានចេញមកផងដែរ ហេតុអ្វីបានជាឯងធ្វើបែបនេះដាក់អ្នកស្រុកអ្នកភូមិយើងទៅវិញ ព្រោះតែយើងមិនចូលចិត្តយើងនឹងសម្លាប់ចោលរួមទាំងឯងផងដែរ ពេលនោះពួកគេក៏បានប្រើមន្តអាគមរៀងៗខ្លួនដើម្បីប្រយុទ្ធគ្នាទៅ ពេលដែលប្រយុទ្ធគ្នាអស់មួយសន្ទុះធំក៏បានធ្វើឲ្យគោបារបស់វាសនាក៏បានចាញ់ហើយសីហាគេក៏បានបញ្ជាឲ្យទៅសម្លាប់វាសនាទៀតតែគេមិនមែនជាដៃគូរបស់វាសនានោះទេហើយក៏បានប្រយុទ្ធគ្នាទៅក៏ធ្វើឲ្យស្ដេចខ្មោចនោះក៏បានចាញ់វាសនាទៅ ពេលនោះពួកគេក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក៏បានធ្វើឲ្យសីហាក៏បានចាញ់វាសនាទៀតទៅ យើងនៅតែមិនអាចយកឈ្នះឯងបានដដែលឯងពិតជាខ្លាំងណាស់ ដោយសារតែយើងជាបងប្អូននឹងគ្នាចឹងហើយមកមិនចង់សម្លាប់ប្អូននោះទេសូមប្អូនទៅចោះហើយសូមកុំធ្វើបាបអ្នកស្រុកអ្នកភូមិយើងទៀតអីមកសូម ឯងត្រូវតែស្លាប់
ពេលនោះគេក៏បានសម្លាប់អូនប្រុសគេទៅចាប់តាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិក៏រស់នៅមានសេចក្តីសុខតរៀងទៅហើយរឿងរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនឹងទៅសូមអរគុណ